អ្នកដែលមកនៅបរទេសហើយវិលទៅរស់នៅស្រុកខ្មែរវិញខ្ញុំសង្កេតឃើញថាស្រុកខ្មែរគឺជាប្រទេសដែលស្រួលរស់ណាស់នៅពេលដែលយើងមានចំណូលអញ្ចឹងចំណូលដែលលំបាករស់នៅស្រុកអាមេរិកដោយថានៅស្រុកអាមេរិកត្រូវការមួយខែ 5,000 8,000 ឬមួយខែ 10,000 បើយើងយកមួយខែ 5,000 8,000 ឬ 10,000 ហ្នឹងទៅរស់នៅស្រុកខ្មែរយើងរស់នៅស្រួលអញ្ចឹងហើយអ្នកដែលនៅបរទេសដែលអាចនឹងមានចំណូល 5,000 8,000 ឬ 10,000 ទៅរស់នៅស្រុកខ្មែរគឺរស់ស្រួលបញ្ហារស់នៅស្រុកខ្មែរគឺបញ្ហារឿងជាប់ចម្ពាក់ប្រពន្ធកូនថ្មីអីអាហ្នឹងខ្ញុំអត់ដឹងទេតែបើសិនជាពីរអ្នកប្តីប្រពន្ធហើយអាចនឹងមានប្រាក់ចំណូល 5,000 មួយខែ 8,000 ទៅ 10,000 ការវិលត្រឡប់ទៅរស់នៅស្រុកខ្មែរវិញគឺស្រួលហើយតែមានលំហូរចំណូល 5,000 8,000 10,000 បើរស់នៅម្នាក់ឯងតែកុំចាយវេធំពេកមានចំណូលលំហូរ 2,500 វិលទៅរស់នៅស្រុកខ្មែរវិញបានដែរណាអាចរស់បានគ្រាន់តែប៉ុណ្ណេះការរស់នៅស្រុកខ្មែរទី1ត្រូវមានចំណូលហើយទី2ត្រូវមានការធានារ៉ាប់រងសុខភាពឬក៏មានលុយសម្រាប់ព្យាបាលហើយអាចនឹងត្រឡប់មកអាចមានចំណូលគ្រប់គ្រាន់និងវិលមកអាមេរិកដើម្បីពិនិត្យសុខភាពមួយឆ្នាំម្ដងអីអានោះការទៅរស់នៅស្រុកខ្មែរគឺស្បាយតែបើសិនណាជាទៅរស់នៅស្រុកខ្មែរដោយអាងលុយមកនៅអាមេរិកនេះលុយធ្វើកញ្ចក់អីណាហើយអត់បងពុនអីគ្រប់គ្រាន់ដល់ពេលចាស់ទៅគ្មានប្រាក់ចំណូលវិលត្រឡប់ទៅស្រុកខ្មែរវិញសប្បាយតែពីក្មេងទេតែដល់ចាស់ទៅវាអត់មានស្អីនឹងជាលំហូរប្រាក់ចំណូលរបស់ខ្លួនលើកលែងតែខ្លួនទៅស្រុកខ្មែរវិញប្រកបមុខរបរអីតទៅទៀតដែលអាចរកបាននិយាយសរុបមកអ្នកដែលអាចមានប្រាក់ចំណូលពីអ្នក 3,000 5,000 8,000 10,000 ទៅនៅស្រុកខ្មែរវិញហើយមានលទ្ធភាពនឹងមកអាមេរិកដើម្បីពិនិត្យរោគមួយឆ្នាំម្ដងអីការទៅរស់នៅស្រុកខ្មែរគឺសុខសប្បាយស្រួលណាលើកលែងតែខ្ញុំទេខ្ញុំមិនចង់ទៅអញ្ចឹងស្រុកខ្មែរជាស្រុកស្រួលរស់ស្រុកសប្បាយរឿងអីមិនស្រួលរស់រឿងអីមិនសប្បាយបើយើងមានចំណូលតែបើសិនជាអត់ចំណូលអានោះអាចលំបាកខ្លះតែចំពោះខ្ញុំបើទៅនៅស្រុកខ្មែរទោះបីយ៉ាងណាក៏ខ្ញុំនៅតែរស់លុយបានចាយដែរខ្ញុំមើលឃើញមិនអីទេតែខ្ញុំមិនចង់ណាមិនចង់រីឯមនុស្សដូចខ្ញុំចំណូលប្រចាំខែវាអាចទៅរស់នៅយ៉ាងសុខស្រួលនៅប្រទេសកម្ពុជាទាំងថ្លៃពេទ្យអីក៏អត់លំបាកដែរតែខ្ញុំមិនចង់រីឯបើខ្ញុំក្រវិញក៏ខ្ញុំមិនខ្លាចរស់នៅស្រុកខ្មែរដែរព្រោះនៅតែអាចរស់បានស្រុកខ្មែរស្រុកកំណើតនោះវាជាកន្លែងល្អណាតែខ្ញុំដាក់ចិត្តដាក់កាយមករស់នៅក្រៅហើយមិនទៅវិញហើយក៏វាធម្មតាទៅអាហ្នឹងចឹងហើយសួរថាខ្ញុំរស់នៅបរទេសមានសេចក្តីសប្បាយទេមានសេចក្តីសប្បាយរបស់ខ្ញុំសប្បាយរីករាយព្រោះខ្ញុំកែចិត្តកែគំនិតតែចំពោះអ្នកដែលវិលទៅវិញមិនមែនគេឆោតទេអ្នកដែលទៅវិញឲ្យតែគ្រប់គ្រងជីវភាពចំណូលបានគឺត្រឡប់ទៅនៅស្រុកខ្មែរវិញគឺសប្បាយណាបាទគឺសប្បាយណាស់អ្នកដែលត្រឡប់ទៅវិញគឺសប្បាយឲ្យតែមាន 5,000 8,000 10,000 មួយខែចាយធូរបើសិនជាយ៉ាងហោចណាស់មាន 2,500 មួយខែចាយបានបាទកុំឲ្យតែយើងចំណាយលើរបស់របរទំនើបពេកអាហ្នឹងយើងខ្វះលុយតែបើយើងគ្រាន់តែមកហូបចុកសប្បាយអាហ្នឹងគឺជាការពិតអញ្ចឹងហើយបានជាអ្នកនៅបរទេសហ្នឹងមានអ្នកខ្លះក៏វិលទៅនៅស្រុកខ្មែរវិញមានអ្នកខ្លះទៅសង់ផ្ទះសង់ល្បាយស្អាតនៅស្រុកខ្មែរណាមានអ្នកខ្លះធ្លាក់ខ្លួនឈឺចាស់ជរាក៏ទៅនៅស្រុកខ្មែររកគេឲ្យជួយថែទាំអីចឹងណាខ្ញុំខ្លួនឯងមិន